សម្រាប់សិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅប៉េជីងខ្ញុំអាចណែនាំហាងសភៅ4ដល់អ្នកទាំងអស់គ្នាទី1គឺវ៉ងហ្វូជីងស៊ូទៀនទី2ប៉េជីងធូស៊ូតាសាទី3វ៉ៃវិនស៊ូទៀនទី4ចុងកនឈុនធូស៊ូតាសាហាងសភៅទាំង4ហ្នឹងធំណាអ៊ីងយ៉ូជីនយ៉ូសភៅអីក៏មានដែរជាចុងក្រោយខ្ញុំចង់ណែនាំសភៅមួយក្បាលទៀតដល់អ្នកទាំងអស់គ្នាសភៅនេះមានឈ្មោះថា Chinese for Management នេះគឺជាសភៅទី3ដែលខ្ញុំធ្វើការណែនាំទៅអ្នកទាំងអស់គ្នាហើយចំពោះសភៅនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសិក្សាខ្លឹមសារវាឲ្យបានច្បាស់ហើយចាំរៀនពាក្យតាមក្រោយព្រោះសភៅហ្នឹងផ្ដោតទៅលើជំនាញក្នុងការគ្រប់គ្រងបណ្ដោះគំនិតភាពជាអ្នកដឹកនាំនិងការដោះស្រាយបញ្ហាមេរៀននីមួយៗឆ្លុះបញ្ចាំងពីទស្សនវិជ្ជានិងកាតព្វកិច្ចភាពជាអ្នកគ្រប់គ្រងរបៀបជំរុញស្មារតីក្រុមការសម្របសម្រួលតំណែងតំណងក្នុងក្រុមថ្នាក់ក្រោមហើយនិងថ្នាក់លើសភៅនេះទើបតែ release នៅពាក់កណ្ដាលឆ្នាំ2025សរុបទាំងអស់មាន119ទំព័រ cover 15មេរៀនហើយសភៅនេះក៏មាន audio ស្ដាប់ការបញ្ចេញសម្លេងរបស់ជនជាតិចិនផងដែរចំពោះសភៅនេះត្រូវជាមួយនឹងបុគ្គល3ប្រភេទទី1គឺសិស្សនិស្សិតដែលគាត់ចេះភាសាចិនស្រាប់ហើយគាត់ចង់ចាប់យកជំនាញក្នុងការគ្រប់គ្រងប្រភេទទី2គឺបុគ្គលិកដែលមានតួនាទីជាអ្នកគ្រប់គ្រងពីថ្នាក់ទាបដល់ជាន់ខ្ពស់ប្រភេទទី3គឺសម្រាប់បុគ្គលដែលគាត់មានបំណងចង់ស្វ័យសិក្សាបន្ថែមទៅលើការគ្រប់គ្រងគាត់ក៏អាចសិក្សាលើសភៅមួយក្បាលនេះបានផងដែរប្រសិនបើអ្នកទាំងអស់គ្នាមានដំណើរការអាចស្វែងរកសភៅនេះនៅហាង Seven Cafe ដែលមានទីតាំងនៅជិតអូឡ িম্প ពិកឬមួយក៏អាចតាក់ទងខ្ញុំផ្ទាល់ក៏បានដែរអរគុណ